សួរលោកគ្រូនិងអ្នកទាំងអស់គ្នាខ្ញុំឈ្មោះខួនច័ន្ទរស្មីអញ្ចឹងនៅក្នុង demo នេះខ្ញុំនឹងធ្វើការបង្ហាញអំពី backup server អញ្ចឹងដោយសារនៅក្នុង real system ម៉ាស៊ីនរបស់ client ធ្វើការផ្ញើ data ទៅកាន់ backup server អញ្ចឹងក្នុង demo នេះខ្ញុំនឹងធ្វើការ demo តែលើ cloud shell ទេអញ្ចឹងជាដំបូងយើងធ្វើការ update system ដោយប្រើ command sudo update ហើយនិង upgradeនេះបន្ទាប់ពីធ្វើការ update ហើយនិង upgrade ហើយយើងធ្វើការ install all sync ដែលជា tool សម្រាប់ synchronize file ទៅ backup ចំណុចបន្ទាប់យើងធ្វើការ create backup directoryបន្ទាប់មកយើងធ្វើការ OS check នេះគឺ file backup ដែលយើងបង្កើតមិញអញ្ចឹងបន្ទាប់មកយើងធ្វើការ manual backup អញ្ចឹងខ្ញុំធ្វើការ verify ថា backup បាននៅដោយប្រើ os backup/ect ចឹង step បន្ទាប់គឺធ្វើការ automatic backup ជាមួយ cron ដោយប្រើ command នេះ sudo cron cat.e ចឹងពេលដែលចូល file ហ្នឹងហើយខ្ញុំធ្វើការ add line នេះចឹងបន្ទាប់ពី save ហើយយើង control O enter control F បន្ទាប់មកយើងធ្វើការ verify នេះចឹងចុងក្រោយធ្វើការ test backup ចឹងនៅពេលដែលឃើញ file នៅក្នុងហ្នឹងគឺបានន័យថាយើងធ្វើការ backup successful ហើយចឹងខ្ញុំមានតែប៉ុណ្្នឹងទេបាទជំរាបសួរលោកគ្រូនិងអ្នកនរគ្នាខ្ញុំឈ្មោះភុងហើយចឹងថ្ងៃនឹងដែរគឺខ្ញុំ responsible មកលើ part VPN server ដែលពួកខ្ញុំប្រើ Open VPN ជាមួយនឹង EasyOSA ចឹងpurpose របស់វាគឺយើងដើម្បីធ្វើការ create a secure encrypted connection between the user device and a private or a public network ចឹងមានន័យថាគឺយើងក៏ធ្វើការ create security មួយដែលយើងធ្វើការ encrypt connection សម្រាប់ user ចេញចូល server យើងចឹងទី1គឺយើងមាន command ទាំងអស់នេះដែលយើងធ្វើការ create និងធ្វើការ install create directory ហើយនឹងធ្វើការ config ចឹងខ្ញុំក៏ផាសវាចូលខ្ញុំ copy ផាសវាចូលចឹងវានឹង install ចឹងកន្លែងនេះ key passphrase ខ្ញុំនឹងដាក់ឈ្មោះខ្ញុំធម្មតាតោះមកវានឹងសួររក user host or server name អីចឹងហើយឬក៏ command ចឹងខ្ញុំដាក់ឈ្មោះខ្ញុំធម្មតាចឹងតោះមកគឺវានឹងធ្វើការឲ្យយើង type ពាក្យ yes ដើម្បីធ្វើការ continue បើចឹងទេគឺវានឹង input to abort ចឹងយើងត្រូវការវាចឹងយើងចុច yes ហើយបន្ទាប់មកគឺយើងធ្វើការ use connection ដែលយើង passphrase enter passphrase ដែលយើងបានដាក់មិញឈ្មោះខ្ញុំជា
chứនៅពេលហ្នឹងគឺយើងបាន create ហើយវាបានធ្វើការ create install ហើយនឹងធ្វើការ config ហើយអញ្ចឹងវានឹងមាន certificate ដែល create inline នឹង create អញ្ចឹងនៅពេលហ្នឹងគឺយើងមើលថាវានឹង install នៅពេលដែលវាយើងចូលទៅក្នុង /openvpn.ca នេះបាទអញ្ចឹងអរគុណគ្រូនិងអ្នកនរគ្នាសម្រាប់VPN server គឺមានតែប៉ុណ្្នឹងទេអរគុណ អូខេចុងខ្ញុំចូលទៅចំណាប់តអំពី terminal server ចឹងខ្ញុំប្រើ Cloud Shell ដើម្បីធ្វើការ practice នៅ lab មួយនេះចឹងតួណាខ្ញុំធ្វើការ install SSH server សិនអូខេចឹងបន្ទាប់ពីយើង update server បានហើយចឹងយើងចូលទៅចំណុចបន្ទាប់គឺជាការ install Cloud Shell install SSH server នឹងមកអូខេចឹងឥឡូវយើង install SSH server នឹងបានហើយចឹងយើងអាចធ្វើការ enable ធ្វើការ start ហើយធ្វើការ check status បានហើយប៉ុន្តែដោយសារតែខ្ញុំប្រើនៅលើ Cloud Shell ចឹងវាអត់អាចធ្វើការ test ពួកអានឹងបានទេដោយសារវាមិនមែនជា real machine ចឹងខ្ញុំនឹងប្រើ server គេផ្សេងដើម្បីធ្វើការ test មកកាន់ client ប៉ុន្តែ code ទាំងអស់នេះគឺប្រើសម្រាប់ real machine ចឹងយើងអាចប្រើ code ទាំងអស់នោះដើម្បីធ្វើការ update ឬក៏ install អីនៅលើShell Cloud Service បានខ្ញុំចូលទៅកាន់ Git ដោយសារខ្ញុំមាន folder SSH ហើយខ្ញុំគ្រាន់តែចូលទៅ cd ហើយវាឲ្យ on config ទៅវានឹងធ្វើការយើងកែ port អីផ្សេងៗបានហើយអញ្ចឹងដោយសារខ្ញុំប្រើឥឡូវខ្ញុំប្រើ Cloud ឥឡូវខ្ញុំប្រើ server របស់គេផ្សេងដល់ឈ្មោះដាក់ទៅជាអីផ្សេងក៏បានដែរខ្ញុំដាក់ឈ្មោះ my cloud ចឹងបន្ទាប់ពីយើង config ទៅកាន់ server បានហើយគឺយើងអាចប្រើបានមកប្រើ SSH ហើយដាក់ឈ្មោះនៅ hostname ដែលយើងបានដាក់នោះអូខេនេះគឺជា result បន្ទាប់ពីយើងធ្វើការ config ទៅកាន់ server ដល់ប្រើឈ្មោះនៃ hostname មួយចឹងវានឹងចូលទៅកាន់ server នឹងបានហើយយើងអាចខលបានមកហើយយើងអាចធ្វើការ check មក file ផ្សេងៗឲ្យបានទៅតាម permission ដែលគេបានដាក់ឲ្យយើងចឹងlab នឹងមានតែប៉ុណ្្នឹងឯងជំរាបលាជំរាបសួរលោកគ្រូក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាខ្ញុំបានឈ្មោះហ៊ីងសេងត្រៃហើយមកដល់ចំណុចនេះដែរគឺពាក់ព័ន្ធនឹង load balancing នៅលើ web server ហើយម្ដងទៀតគោលបំណងនៃការប្រើប្រាស់ load balancing ហ្នឹងគឺដើម្បីធ្វើការបែងចែក traffic នៅលើ backend server ដើម្បីធ្វើឲ្យវាដើរលឿនជាងមុនហើយនឹងស្រាលជាងមុនអញ្ចឹងទៅហើយចំណុចហើយលើនេះខ្ញុំប្រើប្រាស់នៅលើ Ubuntu server ហើយតាមរយៈ NGX ផងដែរហើយកុំឲ្យខាតពេកយើងទៅចូលទៅដល់ការ install មកហើយនេះដែរគឺជា script ដែលខ្ញុំរៀបចំមកហើយដើម្បីធ្វើការងាយស្រួលជាដំបូងគឺយើងអាចមុននឹងយើងធ្វើការ install យើងអាច update មួយទៅដែលនេះដោយសារខ្ញុំ update ហើយអញ្ចឹងខ្ញុំអត់ចាំបាច់ធ្វើការ update ទេហើយបន្ទាប់មកខ្ញុំធ្វើការ install ជាយកមកអូខេធ្វើការ download អញ្ចឹងហើយតោះមកខ្ញុំធ្វើការបង្កើតនៅ config file មួយអូខេ
មកដល់កន្លែងនេះណាគឺយើងអាចធ្វើការពាក់ព័ន្ធនៅកន្លែង listen នេះយើងអាចដាក់តាមតម្រូវការរបស់យើងហើយសូម្បីជាមួយនឹង server name ផងដែរហើយឬក៏ proxy path នេះហើយខ្ញុំមិនមានអីត្រូវកែប្រែទេចឹងខ្ញុំធ្វើការ save មកទៀតអូខេហើយខ្ញុំធ្វើការ enable អូខេហើយខ្ញុំធ្វើការតេស្តជាមួយនឹង reload វាមកអូខេគឺវា success ហើយចំណុចនេះណាគឺមានតែប៉ុណ្្នឹងទេហើយបើសិនជាយើងមាននៅ web server ច្រើនយើងអាចធ្វើតាមរបៀបនេះបានដោយយើងដាក់តាម port ដែលយើងត្រូវការឬក៏ server name ហើយជាមួយនឹង proxy path យើងហ្នឹងជាការស្រេចហើយអរគុណច្រើនសម្រាប់ការទស្សនាជំរាបសួរលោកគ្រូថ្ងៃនេះដែរខ្ញុំមកធ្វើការនិយាយអំពីmail server អញ្ចឹងថ្ងៃនេះដែរខ្ញុំមកធ្វើការបង្កើត mail server ជាមួយនឹង Postfix អញ្ចឹងអស់យើងទៅតែម្ដងទៅអញ្ចឹងដំបូងឡើងយើងធ្វើការ update system ជាមួយសិនអញ្ចឹងយើងធ្វើការ update system អូខេអញ្ចឹងយើងធ្វើការរងចាំវាសិនទៅដើម្បីឲ្យវា update ជាមួយ system យើងដើម្បីយើងធ្វើការ install ជាមួយនឹង Postfix ហើយនឹងmail util អញ្ចឹងយើងធ្វើការចាំ set សិនទៅអូខេបានហើយអញ្ចឹងយើងធ្វើការ install តែម្ដងជាមួយនឹង Postfix ហើយជាមួយនឹង mail util អញ្ចឹងយើងធ្វើការរងចាំវាបន្តិចសិនអូខេវាធ្វើការ install ហើយអញ្ចឹងយើងធ្វើការ set hostname អូខេ set hostname មួយមកlocalhost អញ្ចឹងបន្ទាប់មកយើងធ្វើការ check ទៅលើ host តើនៅក្នុង host ហ្នឹងយើងត្រូវ make sure ថាវាមានIP ជា localhost អូខេត្រឹមត្រូវហើយអញ្ចឹងយើងចេញមកវិញមកបន្ទាប់មកយើងធ្វើការ configure ជាមួយនឹង Postfix ដោយប្រើ command នេះ sudo nano ហើយចូលទៅកាន់directory របស់ Postfix ហ្នឹង main cf ទៅនៅក្នុងហ្នឹងដែរយើងធ្វើការ set line ទាំងអស់នេះអញ្ចឹងទី1គឺ localhost ខ្ញុំបាន set ហើយ localhost domain អូខេ domain តបមក my origin my hostname ហ្នឹងតបមក inet interface loopback only អញ្ចឹងinet interface loopback only គឺនៅទីនេះគឺត្រឹមត្រូវហើយបន្ទាប់មក inet protocol គឺ IPv4 ត្រឹមត្រូវហើយបន្ទាប់មកគឺ my destination ក៏ត្រូវដែរគឺ localhost ហើយ my hostname ហ្នឹងបន្ទាប់មក home mailbox គឺ mail ជាមួយនឹង media ហើយrelay host គឺអត់មានអីទេអញ្ចឹងត្រឹមត្រូវហើយយើង exit ទៅវិញមកបន្ទាប់មកយើងធ្វើការ restart ជាមួយនឹង Postfix អូខេការ restart បានហើយអញ្ចឹងយើងធ្វើការ verify មួយមកអូខេយើងបានឃើញហើយនេះគឺជា configuration របស់យើងយើងបានដាក់មុនហ្នឹងអូខេអញ្ចឹងយើងធ្វើការបង្កើត user អញ្ចឹងយើងធ្វើការបង្កើត user មួយគឺ test user 1អូខេ
មកបង្កើតហើយគេទាមទារឲ្យយើងដាក់ password ថ្មីឥឡូវយើងដាក់123ហើយគេដាក់ full name យើងដាក់ test user 1 room number អត់ត្រូវការ home number អត់ត្រូវការ address អត់ត្រូវការយើងដាក់ yes មកអូខេអញ្ចឹងយើងបានហើយគឺ test user 1យើងបានបង្កើត test user ដើម្បីធ្វើការ send email ចូលទៅក្នុង user ហ្នឹងនេះគឺការ send email ចូលមួយមកគឺប្រើជាមួយ echo hello from cloud shell mail test mail test user ហ្នឹងចុច enter មួយមកអូខេអញ្ចឹងយើងធ្វើការមើលទៅកាន់ mail log វាតើយើងបាន send mail នោះចូលទៅកាន់ user នោះមែនទេមែនឬក៏អត់អញ្ចឹងយើងចូលមកអូខេគឺយើងមើលទៅកាន់កន្លែងនេះហើយគេដាក់ថា test user localhost នេះ hostfix localhost local to test user at localhost អូខេចឹងបាន deliver ទៅមួយហើយតបមកអូខេខ្ញុំ send ទៅខុសតិចចឹងខ្ញុំធ្វើការដាក់សារដើមខ្ញុំធ្វើការ send ទៅuser មួយតែ user មួយមិនមែនតែ user ទេខ្ញុំធ្វើការដាក់សារដើមតែ user មួយអូខេខ្ញុំធ្វើការមើល mail ម្ដងទៀតមកអូខេវាបានធ្វើការ send ជាមួយនឹងmail ទៅកាន់ test user មួយហើយគឺវាដាក់ status send deliver to mail dear អូខេអញ្ចឹងមានន័យថាវាបាន send ទៅរួចហើយអញ្ចឹងដើម្បីឲ្យប្រកបយើងធ្វើការ test ទៅលើ user នោះកន្លែងនេះកែបន្តិចទៅកុំឲ្យពិបាកតែអូខេពី pass អូខេវាទាមទារ password របស់ admin អញ្ចឹង password admin គឺ1 2 3អូខេយើងបានឃើញហើយថាវាពិតជាបាន send ចូលទៅពិតមែនអូខេនេះគឺការ send mail ចូលហើយនេះគឺជាការបង្កើត user ពីដើមហ្នឹងហើយយើងធ្វើការ read mail មួយដោយប្រើ command ដែលខ្ញុំបានសងនេះគឺ sudo.u test user sh.c ls យើងទៅកាន់យើងទៅរក mail វាមួយមកតមកយើង send មកតមកយើងបានឃើញហើយវាដាក់ hello from cloud shell អូខេអញ្ចឹងមានន័យថា user នេះពិតជាបាន send យើងពិតជាបាន send email ទៅកាន់ user ហ្នឹងមែនហើយយើងអាចមើលកន្លែងនេះបាននេះគឺថាយើងដាក់កន្លែងហ្នឹងគឺ test mail យើងអាចទៅមើលនៅខាងលើតែមុនហ្នឹងយើងបានកើតជាមួយនឹង test mail ហ្នឹងគឺនៅកន្លែងនេះអញ្ចឹងនៅពេលដែលយើងបានធ្វើការបង្កើតធ្វើការ send email ទៅគឺយើងដាក់ subject វាជា test mail អញ្ចឹងយើងមកមើលខាងនេះគឺ subject ជា test mail មែនអូខេអញ្ចឹងមានន័យថាយើងបានបង្កើត host យើងបានបង្កើត mail server មួយសម្រាប់ជាមួយនឹង Postfix នៅក្នុង Ubuntu អរគុណដែលបានស្ដាប់